សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីការងារ design បន្តិចនៅនេះតុបគឺមានទំហំ3ម៉ែត្រ2 x 3ម៉ែត្រ2ហើយយើងអាចដាក់អីខ្លះនៅក្នុងនេះជាការងារ system នៅក្នុងតុបណាអញ្ចឹងទៅយក labo គឺវាមានកម្ពស់5កន្លះហើយយើងប្រើតេចងមកខំរួមគ្នាតែម្ដងហើយទៅយកទឹកស្អាតគឺមានកម្ពស់6តឹកយើងខុសគ្នាតែ5ហ៊ុនទេយើងយកទឹកស្អាតលើទឹកកខ្វក់ហើយនេះយើងចូលមកដល់នេះហើយនេះគឺជាទៅយកឧបករណ៍ហើយនៃស៊ីហ្វុងអញ្ចឹងទៅយកឧបករណ៍ហើយស៊ីហ្វុងហ្នឹងទៅយកស៊ីហ្វុងគឺយើងយកកម្រិតចេញមកពីជាងមួយតឹកកន្លះហើយនឹងទៅយកឧបករណ៍គឺ3តឹកកន្លះអញ្ចឹងនៅនេះគឺមានខណ្ឌចែកចេញជា3បន្ទប់ផ្សេងគ្នាវាថានេះមកបន្ទប់នេះមកបន្ទប់នេះមកបន្ទប់តែយើងប្រើតែស៊ីហ្វុងចំនួន2ទេហើយខ្ញុំនឹងសូវតអ្នកតគ្នាមើលពីការងារ final នៅចុងខាងលើហើយនៅនេះយើងមានប្រភេទជាទៅយកភ្លើងដើម្បីដាក់មកដាក់ជា LED នៅក្រោយកញ្ចក់ដើម្បីឲ្យវាស្អាតតែនៅចុងលើស្ដាយអត់តភ្លើងចូលអញ្ចឹងយើងអាចឃើញពី LED នៃកញ្ចក់បានទេនេះទីតាំងព្រីដែលយើងដាក់ waterproof នៅនឹងមួយដែរ